ចំពោះការបាច់ឆាតបែបនេះដែលគេបញ្ចូលថ្ងៃខែឆ្នាំអញ្ចឹងវាខុសតម្រងហើយអញ្ចឹងយើងត្រូវបញ្ចូលខែមុនជាទូទៅណាអញ្ចឹងយើងត្រូវតែកែវាឥឡូវនេះយើងត្រូវផ្ដាច់វាសិនបាទយើងselectហើយយើងចូលក្នុង data ចូលក្នុង text to column អញ្ចឹងវានឹងលោតផ្ទាំងមួយទៀតមកយើង select លើគេមកហើយចុច next អញ្ចឹងបន្តមកទៀតយើងត្រូវ tick អាក្រោម order នេះហើយយើងប្រើសញ្ញាស្លាស់ព្រោះថាការបាច់ឆាតយើងផ្ដាច់គ្នាដោយសារសញ្ញាស្លាស់ហ្នឹងតោះមកចុច next មកហើយកន្លែងនេះធម្មតាយើងរើសទីតាំងខ្ញុំចាប់ដើមពីថ្ងៃនេះទៅឲ្យវាលោតមកខែឆ្នាំចុច OK finish ទៅអូខេអញ្ចឹងវានឹងបានតន័យរាយបែបនេះហើយបន្តមកទៀតយើងត្រូវផ្គុំវាដោយប្រើរូបមន្ត date មកហើយយើង select ឲ្យត្រូវមកឆ្នាំខែថ្ងៃអូខេចុច enter ដល់ពេលហ្នឹងយើងអាច select វាទាំងអស់ហើយយើងចូលទៅកែវានៅក្នុង format cell បានយើងអាចរើសតម្រង់ការបាច់ឆាតឲ្យត្រូវមកដែលយើងចង់បានអូខេវាលោតមកនេះហើយយើងអាច select all ហើយ copy ហើយ pass យកទៅ value មកឲ្យផ្សាយរូបមន្តហើយយើងលុបអត្ថន័យដើមចោលក៏បានដែរអញ្ចឹងតន័យរាប់រយរកក៏កែបានដែរបាទអរគុណ